បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ដែលបានវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទនៅក្នុងថ្ងៃនេះដែរខ្ញុំចង់បង្ហាញคลิปវីដេអូថ្មីមួយទៅកាន់បងប្អូនទាំងអស់គ្នាបាទអំពីរបៀបលាក់លេខទូរស័ព្ទរបស់យើងនៅក្នុងកម្មវិធី Telegram ណាបងប្អូនបាទអញ្ចឹងបងប្អូនអ្នកខ្លះដែលគាត់អត់ទាន់ដឹងក៏ដូចជាអត់ទាន់ចេះសូមបងប្អូនអាចទស្សនាคลิปវីដេអូរបស់ខ្ញុំមួយនេះតាំងពីចំណុចផ្ដើមរហូតដល់ទីបញ្ចប់បាទអញ្ចឹងបងប្អូននឹងដឹងពីរបៀបលាក់លេខទូរស័ព្ទនៅក្នុងកម្មវិធី Telegram របស់យើងបាទដែលយើងមិនចង់ឲ្យគេឃើញនៅក្នុង Telegram របស់យើងក៏ដូចជាគេអាចចូល hack ឬក៏ចូលទៅលេងនៅក្នុងកម្មវិធី Telegram របស់យើងណាបាទបើអញ្ចឹងកុំឲ្យនឹកខាត់ពេលយូរគឺយើងចូលទៅទស្សនារបៀបលាក់លេខទូរស័ព្ទនៅក្នុង Telegram ទាំងអស់គ្នាបាទអញ្ចឹងជាជំហានដំបូងបាទបងប្អូនចូលមកក្នុងកម្មវិធី Telegram របស់យើងមកបាទអញ្ចឹងបងប្អូនចូលក្នុង Telegram បាទបងប្អូនរងចាំតិចបាទអញ្ចឹងយើងចូលមកគឺវាចេញលក្ខណៈបែបនេះបាទអញ្ចឹងយើងអាច scroll ទាញចុះក្រោមតិចមកយើងនឹងឃើញរូប profile របស់យើងនៅខាងលើផ្នែកខាងឆ្វេងហើយនៅផ្នែកខាងលើបន្ទាប់មកទៀតគឺវាមានសញ្ញាត្រី3អញ្ចឹងបងប្អូនចុចមកលើសញ្ញាត្រី3ហ្នឹងមកតទៅទៀតបងប្អូនចុចពាក្យថា setting បាទដែលមានរូបសញ្ញាកងចក្រហ្នឹងបាទបងប្អូនចុចពាក្យ setting រួចរាល់ហើយបន្ទាប់ទៀតបងប្អូន scroll បន្តិចបាទ scroll បន្តិចបងប្អូនមកជ្រើសរើសយកពាក្យថា privacy and security អញ្ចឹងបងប្អូនចុចទៅលើពាក្យហ្នឹងមួយទៀតបាទបន្ទាប់ទៀតបងប្អូន scroll តិចបងប្អូនស្វែងរកពាក្យថា phone number បាទ phone number ចុចទៅលើពាក្យហ្នឹងអញ្ចឹងយើងចូលមកគឺវាមានផ្ទាំងអញ្ចឹងហើយមាន3ចំណុចបាទ3ចំណុច3 option ហ្នឹង3ដែលយើងត្រូវជ្រើសរើសបាទអញ្ចឹងមានន័យថាចំណុចទី1ក៏ដូចជា option ទី1ហ្នឹងគឺយើងជ្រើសរើសយក everybody មានន័យថាអ្នករាល់គ្នាអាចឃើញលេខទូរស័ព្ទរបស់យើងនៅក្នុងកម្មវិធី Telegram មានន័យថាកន្លែងហ្នឹងយើងអត់បានលាក់ទេបាទអញ្ចឹងចំណុចទី2នេះគឺយើងធ្វើការភ្ជាប់ my contact ហ្នឹងគឺយើងភ្ជាប់លេខទូរស័ព្ទអ្នកដែលយើងស្គាល់ណាហ្នឹងដូចថាយើងភ្ជាប់5នាក់ឬក៏10នាក់អញ្ចឹង5នាក់ឬក៏10នាក់ហ្នឹងទេដែលអាចមើលឃើញលេខទូរស័ព្ទរបស់យើងនៅក្នុងកម្មវិធី Telegram បាទក្រៅពីនោះគឺគាត់មិនអាចមើលឃើញទេអញ្ចឹងតើតែយើងបានតំណែងមួយគាត់ក៏ដូចជាភ្ជាប់ជាមួយគាត់ទើបអ្នកនោះអាចមើលលេខទូរស័ព្ទរបស់យើងឃើញបាទហើយចំណុចទី3គេដាក់ពាក្យថា nobody បាទបងប្អូនចុចកន្លែង nobody ហ្នឹងមកគឺអ្នកណាក៏មិនអាចមើលឃើញលេខទូរស័ព្ទរបស់យើងផងដែរបាទហើយបន្ទាប់ពីបងប្អូនជ្រើសរើសយកកន្លែងហ្នឹងបងប្អូនចុច tick នៅផ្នែកខាងលើខាងស្ដាំហ្នឹងទើបវាជាប់ណាតែបើយើងអត់គ្រាន់តែចុចជ្រើសរើសទេហើយយើងអត់ tick វាទេគឺវាអត់ជាប់ទេអញ្ចឹងខ្ញុំ tick មកបាទតែប៉ុណ្្នឹងរួចរាល់ហើយបងប្អូនបាទអញ្ចឹងបងប្អូនចូលមកកន្លែង phone number ដែរមកអញ្ចឹងបងប្អូនឃើញជាប់ហើយបាទអញ្ចឹងប៉ុណ្្នឹងគឺយើងរួចរាល់ហើយបាទហើយក្រៅពីហ្នឹងដូចអត់មានអីទៀតទេបងប្អូនបាទអញ្ចឹងคลิปវីដេអូនេះក៏ឈានមកដល់ទីបញ្ចប់ផងដែរបាទរបៀបភ្ជាប់សំទោសរបៀបលាក់លេខទូរស័ព្ទនៅក្នុងកម្មវិធី Telegram បាទហើយសូមអរគុណដល់បងប្អូនអរគ្នាដែលបានតាមដានទស្សនាតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់បាទអញ្ចឹងយើងនឹងជួបคลิปវីដេអូក្រោយៗជាបន្តទៀតបាទសូមអរគុណនិងសូមជម្រាបលា